ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះលោកគ្រូសំអូនមានមេរៀនមួយទៀតតាក់ទងជាមួយនឹងរង្វាស់មាត្រដ្ឋានសម្រាប់ការស្ទង់មតិអញ្ចឹងមេរៀននេះមេរៀនទី60លោកគ្រូណាអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូដែលអត់បានតាមដានទេលោកគ្រូអ្នកគ្រូអាចមើលពីមេរៀនទី1ទី2រហូតមកព្រោះមេរៀនទាំងអស់នេះតាក់ទងជាមួយនឹងការស្រាវជ្រាវមានថានៅពេលដែលលោកគ្រូចាប់ផ្ដើមសរសេរការស្រាវជ្រាវហ្នឹងគឺលោកគ្រូនឹងគិតថាតើឥឡូវនេះការស្រាវជ្រាវហ្នឹងនៅពេលដែលយើងចាប់ផ្ដើមធ្វើហ្នឹងគិតលើចំណុចណាខ្លះ អញ្ចឹងនៅក្នុងវីដេអូនេះគឺចង់បង្ហាញជូនលោកគ្រូអ្នកគ្រូនៅពេលដែលលោកគ្រូអ្នកគ្រូបង្កើតបញ្ជីសំណួរអញ្ចឹងថានៅពេលបង្កើតបញ្ជីសំណួរនោះហើយលោកគ្រូចាប់ផ្ដើមប្រើពាក្យដើម្បីវាស់ស្ទង់មតិនោះសួរថាពាក្យឬកម្រិតដែលលោកគ្រូត្រូវប្រើវាស់ស្ទង់មតិនេះប្រើតាមរបៀបណាអញ្ចឹងនៅក្នុងវីដេអូនេះពាក់ព័ន្ធជាមួយនឹងវីដេអូ4ខាងមុនមានថាពាក់ព័ន្ធជាមួយនឹងមាត្រដ្ឋានរង្វាស់ប្រភេទតាក់ទងជាមួយមាត្រដ្ឋានរង្វាស់លំដាប់តាក់ទងជាមួយមាត្រដ្ឋានរង្វាស់កម្រិតនិងមាត្រដ្ឋានរង្វាស់កម្រិត អញ្ចឹងសួរថាមាត្រដ្ឋានរង្វាស់ទាំង4ហ្នឹងដែលយើងហៅថា measurement scale ហ្នឹងអញ្ចឹងនៅពេលដែលលោកគ្រូចាប់ផ្ដើមយកមាត្រដ្ឋានរង្វាស់ទាំង4ទៅបង្កើតបញ្ជីសំណួរអញ្ចឹងសួរថាក្នុងបញ្ជីសំណួរលោកគ្រូហ្នឹងលោកគ្រូត្រូវប្រើប្រាស់នៅកម្រិតវាស់ស្ទង់មតិយ៉ាងដូចម្ដេចអញ្ចឹងនៅក្នុងវីដេអូនេះនឹងបញ្ជាក់ជូនដល់លោកគ្រូទាំងអស់គ្នាអញ្ចឹងចង់ឲ្យលោកគ្រូមើលទី1អញ្ចឹងទី1លោកគ្រូដឹងហើយថាជួនកាលនៅពេលដែលលោកគ្រូបង្កើតបញ្ជីសំណួរនោះអញ្ចឹងលោកគ្រូចាប់ដើមវាស់ហើយអាវាស់ហ្នឹងអាកម្រិតវាស់ហ្នឹងវាមានប្រភេទផ្សេងគ្នាមានថាកម្រិតវាស់ខ្លះហ្នឹងលោកគ្រូប្រើវាស់2ឬក៏វាស់3ដែលយើងតាក់ទងជាមួយនឹងមាត្រដ្ឋានរង្វាស់ប្រភេទលោកកាលណាមាត្រដ្ឋានរង្វាស់ប្រភេទហ្នឹងមានថាវាមានតែប្រភេទទេវាអត់មានលំដាប់វាអត់មានគម្លាតអញ្ចឹងលោកណាអញ្ចឹងមានន័យថាវាមានឧទាហរណ៍ថាលោកគ្រូដាក់ថាភេទប្រុសភេទស្រីវាអញ្ចឹងណាចូលចិត្តមិនចូលចិត្តល្អអាក្រក់អញ្ចឹងទៅផ្អែមជូរចត់ល្វីងទៅអញ្ចឹងនៅពេលលោកគ្រូបង្កើតបញ្ជីសំណួរមកថាលោកគ្រូមាន50 60សំណួរប៉ុន្តែតិន្ន័យលោកគ្រូចង់បានជាតិន្ន័យមួយដែលលោកគ្រូចង់បានត្រឹមតែអឺមាត្រដ្ឋានរង្វាស់ប្រភេទទេលោកគ្រូចង់ដឹងថាគេចូលចិត្តមិនចូលចិត្តគេឆ្លើយបាទឬឆ្លើយទេគេពេញចិត្តមិនពេញចិត្តត្រូវឬក៏ខុសអាហ្នឹងគេចូលចិត្តពណ៌ខ្មៅពណ៌សឬពណ៌ក្រហមអញ្ចឹងវាមានតែប្រភេទទេវាអត់មានលំដាប់អត់មានកម្រិតដែរអញ្ចឹងកន្លែងហ្នឹងនេះអាពាក្យប្រើនេះលោកគ្រូនេះពាក្យប្រើទាំងអស់ហ្នឹងលោកគ្រូណាព្រោះមើលណាអញ្ចឹងអាពាក្យទាំងអស់ហ្នឹងមានថាលោកគ្រូចង់បានទិន្នន័យភេទណាសម្រាប់ការស្រាវជ្រាវរបស់លោកគ្រូអញ្ចឹងពេលហ្នឹងគ្រូអាចជ្រើសពាក្យហ្នឹងយកទៅប្រើប្រាស់អញ្ចឹងអាពាក្យហ្នឹងយើងមិនមែនទៅបង្កើតខ្លួនឯងគ្រូណាមានថាពាក្យហ្នឹងត្រូវបានគេបង្កើតមកដើម្បីបញ្ជាក់ថាអាហ្នឹងវាចូលទៅក្នុងមាត្រដ្ឋានរបស់ប្រភេទឬក៏នៅពេលលោកគ្រូបង្កើតបញ្ជីសំណួរលោកគ្រូយកអាពាក្យទាំងអស់ហ្នឹងដើម្បីទៅវាស់មាត្រដ្ឋានរង្វាស់ប្រភេទបាទហ្នឹងទី1លោកគ្រូណាឥឡូវចូលមកដល់ទី2អញ្ចឹងយើងនិយាយតិន័យមួយទៀតយើងហៅថាតិន័យអថេរលំដាប់អញ្ចឹងអថេរលំដាប់នេះមានថាវាឆ្លងកាត់ពីអថេរប្រភេទមកអថេរលំដាប់ចឹងគ្រូដែលយើងហៅថា ordinal scale អញ្ចឹងនៅពេលដែលលោកគ្រូបង្កើតបញ្ជីសំណួរនោះអញ្ចឹងពេលហ្នឹងលោកគ្រូចាប់ផ្ដើមប្រើកម្រិតនេះកម្រិតវាស់ស្ទង់មតិហ្នឹងអញ្ចឹងលោកគ្រូមើលណានៅពេលដែលលោកគ្រូចង់វាស់ពីកម្រិតឯកភាពមានថាលោកគ្រូមានបញ្ជីសំណួរ50 60សំណួរទីហោអញ្ចឹងពេលហ្នឹងលោកគ្រូចង់វាស់កម្រិតឯកភាពឬមិនឯកភាពនេះអញ្ចឹងគេមានពាក្យប្រើទាំងអស់លោកគ្រូនេះលោកគ្រូដាក់សំណួរគ្រូសំណួរដាក់ជូនមានពី1ដល់5ពី1ដល់6ពី1ដល់3ពី1ដល់4ឬពី1ដល់7អញ្ចឹងមានថានៅពេលដែលទិន្នន័យលោកគ្រូចង់បានកម្រិតណាលោកគ្រូកុំសួរគេថាពេលណាខ្ញុំប្រើ1ដល់5ពេលណាខ្ញុំប្រើ1ដល់6ពេលណា1ដល់7អាហ្នឹងអាស្រ័យទៅលើទិន្នន័យលោកគ្រូចង់បានទេថាតើវត្ថុបំណងនៅក្នុងការស្រាវជ្រាវហ្នឹងហើយលោកគ្រូទៅចែកបញ្ជីសំណួរទៅគេហ្នឹងហើយនៅពេលលោកគ្រូប្រើកម្រិតវាស់ស្ទង់មតិហ្នឹងលោកគ្រូប្រើ3ប្រើ4ប្រើ5ប្រើ6អាស្រ័យលើទិន្នន័យលោកគ្រូចង់បានបើសិនលោកគ្រូប្រើកាន់តែច្រើនមានថាទិន្នន័យរបស់លោកគ្រូនឹងកាន់តែលម្អិតបានមកកាន់លម្អិតបើសិនលោកគ្រូប្រើកម្រិតហ្នឹងកាន់តែតិចមានថាទិន្នន័យរបស់លោកគ្រូនឹងបានកាន់តែវាអត់លម្អិតវាទលាយអញ្ចឹងអាស្រ័យទៅលើលោកគ្រូតើលោកគ្រូចង់បានទិន្នន័យហ្នឹងកម្រិតហ្នឹងលម្អិតកម្រិតណាអញ្ចឹងមិនមែនទៅសួរគេថាពេលណាខ្ញុំប្រើ5ប្រើ3ប្រើ4គ្រូណាសំខាន់តើលោកគ្រូចង់បានទិន្នន័យលម្អិតកម្រិតណាហើយអាទិន្នន័យវាមានលក្ខណៈអញ្ចឹងលោកគ្រូណាអញ្ចឹងគេបង្កើតមកហើយអាលំដាប់ហ្នឹងគ្រូតិចទៅដាក់ខ្លួនឯងតែអង្គុយក្រោមដើមឈើនឹកឃើញដាក់ខ្លួនឯងអាហ្នឹងមើលទៅវាស់ក្រោមដើមឈើម្នាក់ឯងទៅអញ្ចឹងអាកន្លែងទិន្នន័យនេះគឺលោកគ្រូអាចកាត់ខ្លួនឯងទេមានថាគេបង្កើតហើយវាមានលំដាប់ហ្នឹងគឺលំដាប់អាចថាពីច្រើនបន្តិចវាតិចទៅច្រើនហើយអាលេខបងមុខលោកគ្រូកុំខ្វល់ណាអា1 2 3 4 5មានថាអាលេខហ្នឹងគឺអត់មានន័យទេព្រោះពេលលោកគ្រូរៀនពីអធិលំដាប់គ្រូដឹងហើយមានថាអឺមាត្រដ្ឋានរបស់លំដាប់ហ្នឹងគឺអាលេខពីមុខហ្នឹងគ្រាន់តែលេខតំណាងទេលោកគ្រូចង់ដាក់5 9 7 8 10 20 30អាស្រ័យលើលោកគ្រូទេអញ្ចឹងកុំខ្វល់មើលអាលេខហ្នឹងសំខាន់គឺមានលំដាប់នេះហើយនៅពេលដែលលោកគ្រូចង់វាស់លំដាប់តាក់ទងជាមួយកម្រិតឯកភាពហ្នឹងគេយកអាហ្នឹងលោកគ្រូនេះយកមួយណាក្នុងចំណោមហ្នឹងអញ្ចឹងកុំទៅសួរគេថាប្រើមួយណាណាសំខាន់ថាតើទិន្នន័យលោកគ្រូចង់បានហ្នឹងចង់បានទិន្នន័យកម្រិតណាមួយទៀតបើសិនជាក្នុងករណីការស្រាវជ្រាវលោកគ្រូចង់វាស់ស្ទង់មតិតាក់ទងកម្រិតគុណភាពអញ្ចឹងគេមានពាក្យប្រើអញ្ចឹងណានេះមាន3 scale 3កម្រិតមាន4កម្រិត4មាត្រដ្ឋានមាន5មាត្រដ្ឋាន6មាត្រដ្ឋានមាន7មាត្រដ្ឋានអញ្ចឹងប្រើមួយណាអាស្រ័យលោកគ្រូហើយលោកគ្រូទៅចាំផងថានេះគឺជាកម្រិតមួយស្ថិតនៅក្នុងអធិលំដាប់
បាទអាទីលំដាប់ពីព្រោះវាមានតែលំដាប់មានតែប្រភេទទេតែអត់មានកម្រិតបាទហើយក៏អត់កម្រិត0 ក៏ដែរអញ្ចឹងមានន័យថាអាពាក្យនេះគេត្រូវបានរៀបចំឲ្យជួយលោកគ្រូអ្នកគ្រូអញ្ចឹងអាស្រ័យលើលោកគ្រូអ្នកគ្រូតើលោកគ្រូប្រើកម្រិតប្រមាណកម្រិតពីព្រោះអាស្រ័យលើទិន្នន័យលោកគ្រូចង់បាន2កម្រិត3កម្រិត4កម្រិតឬក៏5កម្រិតបាទក្នុងករណីលោកគ្រូចង់វាស់ទម្លាប់មកថាប្រមូលទិន្នន័យលោកគ្រូណាមានបញ្ជីសំណួរ50 60សំណួរចង់វាស់ទម្លាប់អញ្ចឹងគេមានពាក្យប្រើហ្នឹងមាន3កម្រិតមាន4កម្រិតមាន5កម្រិត6កម្រិតអញ្ចឹងអាហ្នឹងក៏នៅជាប្រភេទអធិលំដាប់ដែរលោកគ្រូបាទអញ្ចឹងលោកគ្រូយកប្រើក្នុងបញ្ជីសំណួរលោកគ្រូណាពេលលោកគ្រូចង់វាស់ឲ្យលោកគ្រូតិច1 2 3 4 5លោកអញ្ចឹងអាហ្នឹងដល់ពេលដែលលោកគ្រូចង់វាស់ទម្លាប់មានពាក្យប្រើហ្នឹងលោកគ្រូណាកុំបង្កើតខ្លួនឯងណាពីទៅលោកអង្គុយក្រោមដើមថ្នោតដើមជើងណាទៅបង្កើតខ្លួនឯងអាហ្នឹងដាច់ខ្យល់បាទអញ្ចឹងលោកគ្រូត្រូវតែមើលនឹងថាតើលោកគ្រូចង់បានទិន្នភាពណាហើយប្រើមួយណាបាទមួយទៀតយើងនិយាយពីកម្រិតលក្ខណៈសារៈសំខាន់អញ្ចឹងក្នុងករណីលោកគ្រូចង់វាស់ពីកម្រិតលក្ខណៈសារៈសំខាន់អញ្ចឹងពីមានភាពនេះគ្រូណាមានមាន3កម្រិតមាន4កម្រិត5កម្រិតអញ្ចឹងដូចគ្នាគឺអាស្រ័យលើលោកគ្រូអ្នកគ្រូថាតើលោកគ្រូអ្នកគ្រូចង់បានទិន្នន័យលម្អិតកម្រិតណាដល់ពេលលោកគ្រូកើតបញ្ជីសំណួរហាមតអង្គុយគិតខ្លួនឯងដាក់ខ្លួនឯងទៅខ្លួនឯងអាហ្នឹងវាដឹងលំដាប់តាមណាទេលោកគ្រូព្រោះនេះគេបានសិក្សាគេបានកំណត់ไว้ថាហ្នឹងវាមានលំដាប់បាទអញ្ចឹងអានេះសម្គាល់ជូនលោកគ្រូអ្នកគ្រូអញ្ចឹងឧទាហរណ៍ដល់ពេលលោកគ្រូចែកបញ្ជីសំណួរដូចខ្ញុំដាក់ជូនអញ្ចឹងអាមកថាលោកគ្រូចែកសំណួរលោកគ្រូមាន100សំណួរប៉ុន្តែ100សំណួរលោកគ្រូមានធាតុគោលធំចំនួន10អញ្ចឹងមានថានៅក្នុងធាតុគោលមួយមាន10សំណួរធាតុគោលមាន10សំណួរអញ្ចឹងឧទាហរណ៍ណាអញ្ចឹងបូកចូលគ្នាទៅបាន100សំណួរអញ្ចឹងឧទាហរណ៍នេះមកថាឥឡូវសំណួរលោកគ្រូមានសំណួរទី1សំណួរទី2សំណួរទី3ទី4ហើយលោកគ្រូនេះកម្រិតលោកគ្រូឲ្យគេតិចមកនេះពេលលោកគ្រូប្រភេទរបស់មានថាលំដាប់ឧទាហរណ៍ណាអញ្ចឹងនៅពេលឲ្យគ្រូលោកគ្រូឲ្យគេតិចហើយអញ្ចឹងនៅពេលដែលលោកគ្រូចង់វិភាគទិន្នន័យណាវិភាគមួយចេះអញ្ចឹងបើសិនជាវិភាគមួយអញ្ចឹងពេលហ្នឹងមានថាលោកគ្រូគឺរមជ្ឈុំភាគបានរមានបានទេលោកគ្រូរបានតែចំនួនឬក៏ភាគរយទេចាំផងលោកគ្រូណាអញ្ចឹងនៅពេលលោកគ្រូប្រើប្រាស់កម្មវិធីស្ថិតិដើម្បីវិភាគនោះអញ្ចឹងពេលហ្នឹងគឺលោកគ្រូអាចទៅរកមានបានទេក្នុងករណីលោកគ្រូមានសំណួរច្រើនហ្នឹងប៉ុន្តែលោកគ្រូចង់ដឹងថាសំណួរមួយហ្នឹងមនុស្សគាត់មានប្រមាណអ្នកគាត់គូឯកភាពប៉ុណ្ណាមិនឯកភាពអញ្ចឹងពេលហ្នឹងលោកគ្រូរាប់បានតែចំនួននិងភាគរយទេច្បាស់ឡើងគ្រូណាតែក្នុងករណីឧទាហរណ៍ក្នុងករណីសំណួរលោកគ្រូអញ្ចឹងដែរនេះប៉ុន្តែពេលហ្នឹងលោកគ្រូរួមវិញអមថាឥឡូវជាតិគោលទី1ជាតិកលោកគ្រូមានសំណួរ5 1 4 5ណាហើយពេលហ្នឹងលោកគ្រូចង់រកថាជារួមមកនេះតើទាំង5សំណួរហ្នឹងមនុស្សឯកភាពឬមិនឯកភាពកម្រិតណាឬក៏មនុស្សពេញចិត្តមិនពេញចិត្តកម្រិតណាឧទាហរណ៍អញ្ចឹងពេលហ្នឹងគេថាលោកគ្រូអាចកណនាមានបានកណនាជុំពីបានហេតុអីពីព្រោះពេលហ្នឹងវារត់ពីមាត្រដ្ឋានរង្វាស់លំដាប់ទៅជាមាត្រដ្ឋានរង្វាស់កម្រិតតើលោកគ្រូណាពីព្រោះនៅពេលដែលលោកគ្រូដាក់ជារួមអញ្ចឹងគេថាតាមនៃស្ថិតិមានថាពេលហ្នឹងវារត់ហួសពីមាត្រដ្ឋានរង្វាស់លំដាប់វាទៅជាមាត្រដ្ឋានរង្វាស់កម្រិតអញ្ចឹងពេលហ្នឹងលោកគ្រូអាចកណនាមជ្ឈុំភាគបានក៏មានថាយកសំណួរទី1បូកទី2ទី3ទី4ទី5ទៅហើយពេលហ្នឹងចែកនឹងចំនួនហ្នឹងទៅពេលហ្នឹងរកមជ្ឈុំភាគបានអញ្ចឹងកន្លែងហ្នឹងកុំច្រឡំព្រោះកន្លែងហ្នឹងមានអ្នកច្រឡំច្រើនមកសួរខ្ញុំតែចុះអាហ្នឹងរត់បានទេមិនមែនរត់បានទេក្នុងករណីលោកគ្រូមើលមួយអាហ្នឹងវាជាមាត្រង្វាស់មាត្រដ្ឋានកម្រិតបានថាមាត្រដ្ឋានរង្វាស់កម្រិតអញ្ចឹងពេលហ្នឹងគឺរកមានបានទេប៉ុន្តែនៅពេលដែលលោកគ្រូចាប់ដាក់បូកចូលគ្នាមានថាសំណួរមេមួយមានសំណួរតូច5មកបូកចូលគ្នាពេលហ្នឹងអាហ្នឹងคล้ายទៅជាមាត្រដ្ឋានរង្វាស់កម្រិតអញ្ចឹងពេលហ្នឹងគឺលោកគ្រូអាចកណនាបានលោកគ្រូអាចកណនាមានបានហើយអញ្ចឹងអានេះគឺជាចំណុចដែលចង់បញ្ជាក់ជូនដល់លោកគ្រូហើយមួយទៀតដល់ពេលបកស្រាយពីព្រោះនៅក្នុងទិន្នន័យបរិមាណវិស័យលោកគ្រូដឹងហើយមានថានៅពេលលោកគ្រូបង្កើតបញ្ជីសំណួរបាទដោយអ្នកខ្លះសួរខ្ញុំថាលោកគ្រូសំអូនឃើញ2កលើដាក់ទិន្នន័យគុណវិស័យចុះមិនប្រើក្នុងបរិមាណវិស័យឈ្មោះវាហ្នឹងប្រុសស្រីហ្នឹងវាគុណវិស័យប៉ុន្តែលោកគ្រូដាក់លេខ1 2 3តំណាងហ្នឹងអាហ្នឹងវារត់ទៅបរិមាណហើយរត់បរិមាណគឺគេរាប់អាលេខហ្នឹងអញ្ចឹងមានថាទិន្នន័យនេះការវាស់ស្ទង់មតិនេះធាតុទាំងអស់ហ្នឹងគឺប្រើប្រាប់សម្រាប់បង្កើតបញ្ជីសំណួរក្នុងការវាស់ស្ទង់មតិអញ្ចឹងនៅពេលវាស់ស្ទង់មតិហ្នឹងវាមានអញ្ចឹងគ្រូឧទាហរណ៍ក្នុងករណីដែលរង្វាស់ឬក៏មាត្រដ្ឋានរង្វាស់លំដាប់คล้ายទៅជាមាត្រដ្ឋានរង្វាស់កម្រិតអញ្ចឹងពេលហ្នឹងគេកណនាមានបានទេគ្រូកណនាតម្លៃជុំភាគបានអញ្ចឹងបើកណនាបានពឹបហើយគេអាចទៅរក correlation អាចរកទំនាក់ទំនងបានគេក៏អាចទៅព្យាករបានគេអាចទៅមើលប្រើប្រាស់អនុវត្តដើម្បីប្រៀបធៀបតម្លៃមានបានអញ្ចឹងនៅពេលប្រៀបធៀបឃើញចម្លើយមកសួរបកស្រាយមិនអញ្ចឹងបកស្រាយលោកគ្រូកុំភ្លេចណានេះយកនៅបកស្រាយសួរមាន5 scale បកស្រាយតាម5ទៅលោកគ្រូ3 scale បកស្រាយតាម3ទៅ
6 scale បកតាម6ទៅអា7 scale បកតាម7អញ្ចឹងខ្ញុំដាក់ជូនលោកគ្រូលោកគ្រូណាលោកគ្រូប្រើមួយណាក៏រើសមួយហ្នឹងទៅតាមប្រភេទកម្រិតរង្វាស់ដែលលោកគ្រូជ្រើសរើសអមកថាវាជាទម្លាប់វាជាឯកភាពឬក៏វាវាស់ទៅលើគុណភាពហើយនេះកុំភ្លេចដាក់យោងផងបាទយោងខ្ញុំដាក់ជូនលោកគ្រូណាខាងក្រោមនេះបាទលោកគ្រូប្រើមួយកដាកណាក៏ដោយក៏ត្រូវដាក់យោងមកលោកគ្រូផ្សាយទេសិនហ្នឹងយកមកពីណារបស់ហ្នឹងមិនមែនទៅសុកលោកគ្រូឃើញទៅបកស្រាយខ្លួនឯងទេអញ្ចឹងលោកគ្រូបកឃើញថាវានៅកម្រិតណាឬនៅចន្លោះណាមានន័យថាលោកគ្រូកុំភ្លេចប្រើយោងខាងក្រោមផងអញ្ចឹងអាយោងហ្នឹងគឺសម្រាប់បញ្ជាក់ថានេះការបកស្រាយទិន្នន័យបរិមាណវិស័យនៅពេលវិភាគរួចហ្នឹងគឺបកស្រាយតាមហ្នឹងបាទលើកលែងតែទិន្នន័យប្រភេទឬក៏មាត្រដ្ឋានរបស់ប្រភេទទេលោកគ្រូអាហ្នឹងអត់មានត្រូវការហ្នឹងបកស្រាយថាអីពីព្រោះអានោះរាប់ភាគរយរាប់ចំនួនយកមកប៉ុន្តែចាប់ផ្ដើមពីទិន្នន័យមាត្រដ្ឋានរង្វាស់កម្រិតនិងមាត្រដ្ឋានរង្វាស់កម្រិតអញ្ចឹងពេលហ្នឹងលោកគ្រូអាចកណនារាប់កណនាប្រៀបធៀបតម្លៃមធ្យមភាគឬក៏សិក្សាពីតំណាក់តំណងអញ្ចឹងពេលហ្នឹងលោកគ្រូត្រូវយកបំណោះស្រាយទាំងអស់នេះយកទៅបកស្រាយទិន្នន័យដែលលោកគ្រូបានពីរួចហ្នឹងបាទអញ្ចឹងដូចគ្នាលោកគ្រូណានេះដូចគ្នាអញ្ចឹងអានេះជូនលោកគ្រូថាបើសិនជាលោកគ្រូយកបកស្រាយនេះអានេះសម្រាប់តំណាក់តំណងនេះគេបកស្រាយតាមអ្នកលោកគ្រូបើសិនលោកគ្រូ3 scale ប្រើនេះទៅបើសិនជាលោកគ្រូ5 scale ប្រើនេះទៅហើយលោកគ្រូកុំភ្លេចដាក់យោងផងអញ្ចឹងលោកគ្រូសម្បូរសង្ឃឹមថាវីដេអូដ៏ខ្លីមួយនេះនឹងជាប្រយោជន៍ដល់លោកគ្រូទាំងអស់គ្នាលោកគ្រូសម្បូរសូមអរគុណសូមជម្រាបលា